cô lắp 3 lần លោកគ្រូពេទ្យថាពុករបស់ខ្ញុំនឹងសង្ឃឹមដើមពេកគឺសង្ឃឹមពេកចិត្តពុកអស់ពេលវេលាហើយណាកូនពេលពុកទៅសុំកូនជួយមកថែខ្លួនផងកូនត្រូវចាំពាក្យមួយឃ្លាថាខ្លួនទីពឹងខ្លួនណាកូនពុកអត់ទេពុកឯងយកសម្បត្តិទៅឯក្រុងបបៃលិនទៅជួបលោកលួងរតនសម្បត្តិឯងនឹងមានការងារធ្វើហើយបាទខ្ញុំសូមអរគុណលោកគ្រូពេទ្យដែលបានជួយដល់ខ្ញុំជីវិតរបស់ខ្ញុំមិននឹងរសាន់ដែរយ៉ាងណាទេពុកខ្ញុំនឹកពុក ពេលទៅដល់បបៃលិន នេះគឺវាពិតជាបាក់យ៉ាងណាស់ចូលទៅមករូបរាងរបស់អ្នកកំឡោះពិតជាមិនអាចធ្វើការនេះបានទេពីព្រោះការងារនេះគឺតម្រូវមួយថ្ងៃគឺជាការទី5ម៉ោងទៅ6ម៉ោងមើលទៅរូបរាងអ្នកកំឡោះសង្ខារបែបនេះមិនស័ក្តិសមជាមួយការងាររបស់ពួកយើងផងទេពីរងក្នុងលោកនេះគេនឹងពីគាត់លើការនេះខ្ញុំស្គាល់អ្វីតែខាងណារបស់ខ្ញុំមានកម្លាំងដល់អាណាខ្ញុំនឹងខំខំធ្វើការងារដល់តាមនោះបាទកម្មករថ្មីមែនតើនេះហើយជាកម្មករថ្មីរបស់យើងគេមានឈ្មោះថាសាច់មើលតាមរូបរាងដូចយើងស្គមស្គាំងដល់ហើយដូចអ្នកជាប់ទានអញ្ចឹងបាទត្រង់គេមិនស្គាល់លើមួយមែនទេវាអនុស្គមទៅទេមិនខាមមានកម្លាំងដែរដូចស្គមដូចខ្ញុំខ្ញុំមានកម្លាំងដូចអ្នកមានសាច់ឈាមមាំមួនដែរបានជប់គ្នាទៅ រយៈពេលក្រោយមក Vì nó lúc mà lá việc khó chuyển với hoặc không ai sống chung với bài chương qua là trong khoản này chúng tôi sẽ đang từ mẹ lên từ ra cái ពេលដែលរថយន្តធ្វើដំណើរមានបញ្ហា nè ở vậy nó khốn có bay từ đứng ចៅមកហើយ vì hai chất mình ca là vậy đây là tê mà đấy tê khôn vì hai chất từ bố thua xa chừng môn nọt mình đấy tê biết thâu chừng môn hai lục luôn ô chất mình bánh hợp tê nhưng bất chi ở con anh khăng na đài bàn chui chỉ vật con say nên dư cho anh xem đài bàn thua xa tôi cho nhưng mà nằm khăn anh tê bà ở bạc con lục luôn mình ấy tê chả chả រយៈពេលក្រោយមក តើលោកពិតជាមានទ្រព្យសម្បត្តិច្រើនមែនតើតែមែនទេលោកគ្រូ ខ្ញុំពិតជាមានទ្រព្យសម្បត្តិច្រើនដោយសារជាមុខរបររបស់ខ្ញុំគឺជីករាវជីកបងកម្មកររបស់ខ្ញុំគឺគេធ្វើវា ទេលោកឡាត់ទេលោកឡាត់មូល តាមធំណាអាបឡាត់លោកលងយកមកដឹកខ្ញុំហ៎ហើយពិតជាសំណាងណាអាចចាក់ថ្ងៃនេះទៅយើងឈប់ធ្វើជាមួយឯងទៀតហើយ នាពេលរាត្រី អើទៅណាឯងឆាប់គោត្បូងរបស់ឯងទាំងអស់ឲ្យមកយើងនេះអត់ទេលោកតខែផានឯងយកត្បូងយើងទៅចុះសូមឯងទុកជីវិតឲ្យយើងនឹងកូនស្រីរបស់យើងផងឯងយកត្បូងយើងទៅចុះលោកគ្រូតើលោកមិនអីទេឬយើងមិនអីទេឯងឆាប់ទៅមើលកូនស្រីរបស់យើងទៅឲ្យលឿនទៅលោកមិនឡាប់ទេលោកមិនឡាប់បណ្ដៃនេះយើងផ្ញើជូនខុំបណ្ដៃនេះយើងផ្ញើជូនលោកសម្បត្តិបណ្ដៃនេះគឺជាដៃរបស់យើង ក្រោយពីការជួយក្រុមគ្រួសារលោកលួងចែកចិត្តបានឡើងតំណែងជាអ្នកកាន់បញ្ជីហើយបានរៀបការជាមួយខុន